Trước đây là ngày nay nhóm mình đã bỏ lên máy máy dùng làm nhóm này là bỏ lên máy ấy bỏ chả ấy bỏ xử lý chả chỉ microphone mà ở mà Samsung Samsung C03U hay đời xa là vì muốn nói nhung cắt to video mình chỉ muốn nhung pra đã mùi nàyสำหรับ record đời xa là nhưng mà sự pra chỉ xong lên tra này tại trói mà lời đến xa nhung tất cả pra video để video xong lên tra rồi nhung tất cả một hệ máy để record xong lên mà lọ đối chính hết tự nhiên là để có score nhung có bạn ao vì dùng nhung dùng một tay xả mới thay vì pra cả bạn ănហើយសូម្បីតែវីដេអូមួយនេះក៏ខ្ញុំ record ចេញពីកាមេរ៉ានេះក៏ខ្ញុំបានប្រើឧបករណ៍ជំនួយទាំងអស់គឺចេញពីសំឡេង record ចេញពីកាមេរ៉ាតែម្ដងហើយដើម្បីឲ្យទី1ដោយសារតែខ្ញុំអត់ចង់រៀបចំយូរចង់ថតលឿនហើយទី2ដោយសារតែខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាបានចាប់ផ្ដើមសាកមើលស្ដាប់មើលអំពីសំឡេងដែលចេញពីកាមេរ៉ាក៏ដូចជានៅពេលដែលខ្ញុំបញ្ចូល voice over នៅពេលដែលខ្ញុំប្រើ microphone មួយនេះថាវាខុសគ្នាបែបណាតោះឥឡូវយើងសាកល្បងទាំងអស់គ្នាឥឡូវយើងមករៀបចំរួចហើយគឺវាមានរាងបែបនេះឡូតទេតាអូខេឥឡូវយើងសាកជួបវាជាមួយនឹងកុំព្យូទ័រមើលថាតើវាដំណើរការអត់នៅដំណើរការអត់អូខេយើងកំណត់សិទ្ធិមួយនៅពេលដែលយើងមានឧបករណ៍ sound ថ្មីយើងត្រូវតែនៅក្នុង Adobe Premiere យើងត្រូវចូលទៅកំណត់នៅក្នុង audio hardware ខ្ញុំអត់បាត់ឡើងទេតែខ្ញុំជឿថាបងប្អូនដែរប្រើប្រាស់កម្មវិធី Adobe Premiere គាត់จะយល់ហើយគឺគាត់តែទាំងអស់គ្នាគឺលឺល្អមែនតើអញ្ចឹងវាមាន option មួយចំនួនទៀតនៅលើកម្មវិធីមួយហ្នឹងតែខ្ញុំអត់ទាន់ដឹងថាវាមិនទេតែគាត់ថាដឹងថាវាលឺល្អអូខេឥឡូវយើងបានតេស្តមើលថាវាលឺហើយប៉ុន្តែយើងនៅជាមួយខ្ញុំស្រាវជ្រាវអំពី option មួយចំនួនលើឧបករណ៍ហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតបើសិនជាខ្ញុំអាចធ្វើបានហើយដោយសារតែវាមានលក្ខណៈចាស់បន្តិចចាស់វាឡើងស្នឹមឡើងអីមួយចំនួនសារហើយជាគាត់ខានប្រើក៏ទុកចោលមិនដឹងអញ្ចឹងយើងទៅសម្អាតវាមើលថាបន្ទាប់ពីយើងសម្អាតហើយតើវាថ្មីវាល្អមិនតោះហើយខ្ញុំក៏ដឹងថាមានអីសម្អាតវាដែរខ្ញុំមានតែនេះប្រដាប់លាងចានឧបករណ៍លាងចានហើយខ្ញុំជលុបវាសានតិចហើយដាក់សាប៊ូតិចបាទបងប្អូនទាំងគ្នាអញ្ចឹងចាប់ពីនាទីនេះទៅខ្ញុំបាន record ជាមួយនឹង microphone របស់យើងហើយអញ្ចឹងបងប្អូនទាំងគ្នាអាចជួយស្ដាប់ហើយនឹងជួយវាតម្លៃមើលថាការប្រើជាមួយនឹងសំឡេងចេញពីកាមេរ៉ាក៏ដូចជាឬក៏ឧបករណ៍មួយនេះតើគុណភាពរបស់វានៅអាចទទួលយកបានដែរទេហើយសម្រាប់ខ្ញុំគិតថាខ្ញុំទទួលយកបានទោះជាវាមិនល្អណាស់ប៉ុន្តែដោយសារតែវាល្អជាងដែលខ្ញុំប្រើកាសតិចរបស់ខ្ញុំអាកាសដែលខ្ញុំប្រើរាល់ដងនឹងដោយសារសំឡេងវាចាប់បានងុំជាងល្អជាងហើយវាកាត់បន្ថយជាមួយនឹង noise រំខានខាងក្រៅបានច្រើនជាងជាមួយនឹងសំឡេងបរិយាកាសខាងក្រៅបានច្រើនជាងវាកាត់បន្ថយបានអញ្ចឹងណាបងប្អូនទាំងគ្នាហើយសម្រាប់ការសម្អាតនេះក៏ខ្ញុំមិនថាការសម្អាតលើឧបករណ៍មួយនេះក៏ដូចជាទៅលើវីដេអូទាំងមូលដែរខ្ញុំអត់បានព្រៀងទុកអត់បានធ្វើអីដែលគិតមុនខ្ញុំបានមកភ្លាមក៏ចាប់ផ្ដើមថតយកតែម្ដងអញ្ចឹងអធិស្ឋានបងប្អូនទាំងគ្នាចំពោះការថតក៏ដូចជាការធ្វើចំណុចណាមួយដែលមិនល្អឬក៏មិនត្រឹមត្រូវអូខេអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាហើយយើងជួបគ្នាជាមួយនឹង B-roll ជាមួយនឹងវីដេអូមួយនេះឧបករណ៍មួយនេះនៅចុងវីដេអូអរគុណ